ទេសចរប្រទេសកម្ពុជាមានប៉ុន្មានគឺអ្វីខ្លះទេសចរវប្បធម៌គេសួរមានប៉ុន្មានប្រាប់គេចំនួនប៉ុន្មានមាន5ទេសចរវប្បធម៌ទេសចរធម្មជាតិទេសចរកែច្នៃទេសចរចំនួន5ហើយហើយនឹងទេសចរអរូបីខេត្តដែលធំជាងគេក្នុងប្រទេសកម្ពុជាគឺខេត្តអ្វីមណ្ឌលគិរី ខេត្តមណ្ឌលគិរីចុះខេត្តដែលតូចជាងគេក្នុងប្រទេសកម្ពុជាខេត្តកែបខេត្តកែបក៏ឯកែបកែបក៏ដឹងគុណថាកែបតើទង់ជាតិនៃប្រទេសអាស៊ានមានប៉ុន្មានពណ៌គឺអ្វីខ្លះពណ៌ក្រហមពណ៌អសពណ៌លឿងពណ៌ខៀវមានប៉ុន្មានពណ៌យ៉ាប់ភ្លេចណានឹងខុសណា4ពណ៌មាន4ពណ៌ហើយមានពណ៌សពណ៌លឿងពណ៌ខៀវពណ៌ក្រហមអាហ្នឹងគេសួរមានប៉ុន្មានហ្នឹងគឺយើងត្រូវតែប្រាប់ថាចំនួនយល់ហើយមាន4មែនទេអូខេចុះតើខេត្តដែលជាប់នឹងបឹងទន្លេសាបមានប៉ុន្មានខេត្ត5យើងអត់ទាន់ដឹងថាមានខេត្តអីខ្លះទេតែគ្រូថាមិនបាច់ដាក់ខេត្តអីខ្លះទេអូខេគ្រូអត់ទាន់គាត់អត់ឲ្យសំណួរនឹងទេយើងដឹងថា5ខេត្តទៅអា